ហេតុផលទាំង3ដែលនាំឲ្យសៀមបើកក្នុងកំភ្លើងបាញ់មកកម្ពុជាយើងនៅក្នុងខែ12ឆ្នាំ2025នេះក្នុងចំណោមហេតុផលទាំង3នេះហេតុផលទី3សំខាន់ជាងគេបំផុតចំណេញជាងគេបំផុតសម្រាប់ប្រទេសសៀមទី1សៀមមានបំណងចង់ឲ្យកម្ពុជាស្ងប់ស្ងាត់រឿងផ្សព្វផ្សាយប្រៀបធៀបស៊ីហ្គេមរវាងកម្ពុជានិងសៀមព្រោះអាចធ្វើឲ្យសៀមខូចឈ្មោះជាប្រវត្តិសាស្ត្រនៅក្នុងហេតុផលទី1នេះជប់គិតថាសៀមបានដឹងច្បាស់ពី flow ចិត្តសាស្ត្រនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គមរបស់កម្ពុជារួចទៅហើយថាប្រជាជនខ្មែរយើងនៅពេលដែលបដោតទៅលើរឿងអីមួយគឺស្លងទៅទូទាំងប្រទេសតែម្ដងទោះបីជាមានរឿងផ្សេងសំខាន់ប្រហាក់ប្រហែលគ្នាដែរក៏ដោយក៏អត់បែងចែកគ្នានៅក្នុងការផ្សាយដែរហើយក៏អត់បន្ថយដែរគឺបដោតរឿងណាហើយសកត់យកដាក់ទៅរឿងនឹងទេតែគេដឹងបែបហ្នឹងហើយទើបគេត្រូវរកអីមួយដើម្បីមកបង្វែរចំណាប់អារម្មណ៍របស់ប្រជាជនខ្មែរនិងប្រព័ន្ធផ្សព្វផ្សាយខ្មែរទូទាំងប្រទេសដើម្បីឲ្យផ្លិចការផ្សព្វផ្សាយប្រៀបធៀបគ្នារវាង SEA Games លើកទី32ដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជានិង SEA Games លើកទី33ដ៏ប៉ែកលែកនៅប្រទេសសៀមបើសៀមមិនអាចទប់ការប្រៀបធៀបរឿង SEA Games របស់កម្ពុជាបានទេបន្តិចទៀតអន្តរជាតិនឹងយកព័ត៌មាននឹងទៅចុះហើយនៅពេលដែលអន្តរជាតិយកព័ត៌មាននឹងទៅផុសបន្តនឹងប្រៀបធៀបគ្នាពីភាពអស្ចារ្យនៃ SEA Games របស់កម្ពុជានិង SEA Games ប៉ែកលែកនៅសៀមនោះសៀមនឹងស្អុយឈ្មោះនៅក្នុងប្រវត្តិសាស្ត្រ SEA Games ដែលមានអាយុ66ឆ្នាំកន្លងមកនេះមិនដែលមានប្រទេសណាដែលរៀបចំប៉ែកលែកដូចជាសៀមឡើយទើបសៀមត្រូវរកអីមកទប់ចុះហេតុអីគ្រាន់តែដើម្បីទប់រឿង SEA Games សោះសៀមចាំបាច់បង្កសង្គ្រាមជាមួយកម្ពុជាវាដូចជាមិនមានហេតុផលគ្រប់គ្រាន់នៅមានហេតុផលពីរទៀតបងប្អូនស្ដាប់ទៅគ្រប់ហើយក៏ប៉ុន្តែនេះជាចំណែកធំមួយដែរដែលធ្វើឲ្យសៀមបង្កសង្គ្រាមមកកម្ពុជាពីមុនដើម្បីបង្វែរទៅដល់ប្រព័ន្ធផ្សព្វផ្សាយរុញកូនតាហ៊ានឲ្យទៅជន់មីនបើបងប្អូនធ្លាប់តាមដានទស្សនាវីដេអូរបស់ឆាប់បងប្អូននឹងដឹងហើយតើវិធីសាស្ត្រនៅក្នុងការបំភាន់ភ្នែករបស់ប្រទេសសៀមគឺបែបណាប៉ុន្តែចុងក្រោយនេះឲ្យកូនតាហ៊ានទៅជន់មីនដាច់ជើងអស់ពីអត់មានអ្នកចាប់អារម្មណ៍អញ្ចឹងវិធីសាស្ត្រចុងក្រោយគឺមានតែបាក់កណ្ដុងកំភ្លើងបាញ់តែប៉ុណ្ណោះបើតាមការប៉ាន់ប្រមាណទុករបស់សៀមគិតថាក្រោយពីបាក់កណ្ដុងកំភ្លើងបាញ់មកកម្ពុជាហើយសៀមធ្វើដោយរាល់ដងអញ្ចឹងគឺបំបុកផ្សាយចេញទៅអន្តរជាតិថាកម្ពុជាជាអ្នកបាញ់មុនដើម្បីទាញចូលទៅរកហេតុផលទី2តែលទ្ធផលបានមកគឺអត់ដោយការគ្រោងទុករបស់សៀមព្រោះអន្តរជាតិគេឈប់ជឿអន្តរជាតិបាយជាផ្សព្វផ្សាយថាសៀមជាអ្នកចូលមកឈ្លានពានកម្ពុជាទៅវិញទោះបីជាលទ្ធផលមិនដូចចិត្តរបស់សៀមក៏ដោយប៉ុន្តែសៀមចំណេញបានមួយហើយគឺប្រជាជនកម្ពុជាពិតជាបង្វែរទិសដៅការផ្សព្វផ្សាយមែនយើងពិតជាឈឺចាប់ជាមួយសង្គ្រាមហើយយើងត្រូវតែត្រឡប់មកផ្សាយពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមវិញដែលនាំឲ្យអន្តរជាតិក៏អត់ចាប់យកព័ត៌មានពាក់ព័ន្ធនឹង SEA Games ទៅផ្សាយដែរបាយជាមិនចាប់យកព័ត៌មានពាក់ព័ន្ធនឹងសង្គ្រាមអញ្ចឹងថៃបានចំណេញមួយរួចហើយហេតុផលទី2ដែលធ្វើឲ្យសៀមត្រូវតែបាក់កណ្ដុងកំភ្លើងបាញ់មកកម្ពុជាគឺដើម្បីទម្លាក់កំហុសការរៀបចំ SEA Games អត់បានល្អមកលើកម្ពុជាដោយចោទថាកម្ពុជាចូលឈ្លានពានក្នុងពេលដែលគេកំពុងរៀប SEA Games ធ្វើបាបសៀមណាស់សៀមកំពុងរៀបចំ SEA Games ផងកំពុងតែជួយជាប្រលិចទឹកចំនួនផងកំពុងតែមានសង្គ្រាមជាមួយនឹងមីយ៉ាន់ម៉ាផងហើយប្រទេសកម្ពុជាឆ្លៀតឱកាសនឹងចូលទៅវាយសៀមទៀតដូច្នេះគឺជាឱកាសមួយដែលអាចចោទកម្ពុជាបានហើយថាកម្ពុជានឹងគឺរំលោភកិច្ចព្រមព្រៀងសន្តិភាពទៀតស្ដាប់ទៅដូចជ្រិញដែរគេដឹងអស់ហើយតែដោយសារយើងជាសម័យប្រទេសយើងជាសម័យខ្លួនយើងដឹងថាសៀមវាថោកទាបប៉ុណ្ណាដូចពាក្យស្លោកខ្មែរនិយាយថាស្វាស៊ីបាយយកបាយលាបមាត់ប៉ប៉ែអញ្ចឹងយើងដឹងប៉ុន្តែអន្តរជាតិគេមិនដឹងអ្នកក្រៅផ្ទះយើងគេមិនដឹងទោះបីជាគេដឹងក៏ដោយក៏គេត្រូវការពេលវេលាដើម្បីឆែករកភ័ស្តុតាងរកសាក្សីមើលឲ្យបានច្បាស់ថារឿងវាមិនអីមិនវវរឿងដែលថៃនិយាយជាការប៉ັດទៅតែបើមិនមែនការប៉ັດក៏ត្រូវទៅរកពេលវេលាដើម្បីឆែកមើលដែរដូច្នេះការសម្របសម្រួលគ្នាត្រូវបានពន្យាពេលទៀតហេតុផលទី2ទោះបីសៀមចាត់ប្រកាន់មកកម្ពុជាក៏មិនឃើញទទួលលទ្ធផលអ្វីធំជាលក្ខណៈផ្លូវការដែរថែមទាំងត្រូវសារព័ត៌មានអន្តរជាតិខោកម្នាក់3កញ្ញល់ឡើងចង់ពកក្បាលតែសួរតែសៀមចំណេញអីគេចោះខំប្រឹងធ្វើអញ្ចឹងនេះចំណេញនយោបាយក្នុងប្រទេសបងប្អូននៅឃើញឡើយតែនៅពេលដែលយើងផុសអីហើយប្រជាជនសៀមចូលមកជេរកម្ពុជាចូលមកគ្រប់គ្រងតាហ៊ានចូលមកគ្រប់គ្រងការធ្វើការរបស់រដ្ឋាភិបាលគេអីអញ្ចឹងនៅមានមនុស្សបែបហ្នឹងច្រើនណាស់ដែលជាមនុស្សភ្លើនៅចាំទទួលដឹងឮតែព័ត៌មានកុហករបស់សៀមនឹងឯងដូច្នេះសៀមចំណេញនយោបាយកន្លែងហ្នឹងឯងពីព្រោះអនុទិនឆានវរៈបកាច់យោនេះវាកំពុងត្រៀមបោះឆ្នោតឡើងធ្វើនាយករដ្ឋមន្ត្រីដូច្នេះវាត្រូវការក្តោបក្តាប់ប្រមូលយកសិលឹកឆ្នោតហេតុផលទី3ជាហេតុផលសំខាន់ជាងគេបំផុតហេតុផលទី3បង្កើតសង្គ្រាមបើកកណ្ដុងកំភ្លើងបាញ់មកកម្ពុជាដើម្បីបង្អាក់ការវាស់វែងនិងបោះបង្គោលព្រំដែនជាមួយនឹងប្រទេសកម្ពុជាសណ្ដានចោលសៀមគ្រប់ចំនួនមិនដែលចង់ឲ្យមានការវាស់វែងបោះបង្គោលព្រំដែនជាមួយនឹងកម្ពុជាកើតឡើងម្ដងណាឡើយមានបង្គោលព្រំដែនច្បាស់លាស់មានទីតាំងកំណត់គោលដៅច្បាស់លាស់មានរបងត្រឹមត្រូវសៀមនឹងពិបាកលុកលុយចូលមកកម្ពុជាកាន់តែខ្លាំងដូច្នេះនេះគឺជារឿងមួយដែលសៀមមិនចង់ឲ្យកាត់ឡើងនោះទេដូចបងប្អូនទាំងអស់គ្នាដឹងហើយថាមុនពេលដែលសៀមបាក់កណ្ដុងកំភ្លើងបាញ់មកកម្ពុជានៅក្នុងថ្ងៃទី7ខែ12ឆ្នាំ2025នេះគណៈកម្មការព្រំដែនកម្ពុជានិងសៀមកំពុងតែធ្វើការវាស់វែងហើយចំណុចសំខាន់គឺដីដែលសៀមបានខំប្រឹងមករាយបលាលួសពាត់លបងរុំសណាញ់អីហ្នឹងបានមកកម្ពុជាវិញបណ្ដាហើយមិនទាន់វាស់អស់ផងមិនទាន់វាយបកគោលផងគណៈកម្មការព្រំដែននិងគណៈកម្មការអន្តរជាតិចាប់ផ្ដើមកំណត់ទីតាំងឲ្យដីដែលវាទីហ្នឹងយកមកកម្ពុជាវិញបាត់ទៅហើយចុះទម្រាំតែវាស់វែងបានសម្រេចបើការវាស់វែងនេះចាប់ពេលណាការបោះបង្គោលព្រំដែនពិតមែនសៀមខាតមហាសាលសាហាវប្រហែលជាមិនអាចមានអ្វីដោះស្រាយបានខុសច្បាប់អន្តរជាតិជាប់ទោសឈ្លានពានកម្ពុជាប្រជាជនសៀមរករឿងអាម៉ាស់មកចំពោះកម្ពុជានិងអន្តរជាតិលាក់នឹងលាក់អញ្ចឹងបើមិនឡំប៉ាបើកណ្ដុងកំភ្លើងបាញ់មកកម្ពុជាទេធ្វើមិនអាចទប់ការវាស់វែងនឹងកើតបើកណ្ដុងកំភ្លើងពេលក្រោយក៏អាចទប់ការវាស់វែងបានដែរតែហេតុអីក៏បើកណ្ដុងកំភ្លើងពេលហ្នឹងពីព្រោះត្រូវតែបាញ់គ្នាឲ្យបានមុនថ្ងៃទី9ដែល SEA Games ប៉ែកលែកលើកទី33នៅប្រទេសសៀមចាប់ផ្ដើមដើម្បីចោទប្រកាន់អាទី1ទី2មិញមកកម្ពុជានឹងឯងបងប្អូនឃើញវាតាក់ទងគ្នាអត់តែមិនមែនមានតែ3ហ្នឹងឯងនៅមានច្រើនទៀតប៉ុន្តែនេះជាចំណុច3ដែលយើងមើលឃើញនឹងភ្នែក
ឆាប់ចង់យកមកបង្ហាញជូនបងប្អូនខ្មែរយើងថាតើវាថោកទាបប៉ុណ្ណាការវាស់វែងរបស់បង្គោលព្រំដែនរវាងកម្ពុជានិងថៃកាន់តែរអាក់រអួលកាន់តែមិនបានសម្រេចសៀមកាន់តែសប្បាយចិត្តកាន់តែចំណេញគឺចំណេញនយោបាយផ្ទៃក្នុងដ៏ស្អុយកក្រោករបស់ខ្លួនឯងដូច្នេះហើយចំណុចទី3នេះសៀមមិនអាចឲ្យរបូតពីដៃជាដាច់ខាត